តែថ្ងៃនេះចង់សួរបងប្អូនថាពេលបងប្អូនចតរថយន្តតែយើងត្រូវមានការប្រុងប្រយ័ត្នអ្វីខ្លះចឹងចម្លើយគឺមាន3ណាបងប្អូនចម្លើយមាន3ទី1យើងត្រូវចតខាងស្ដាំដៃតាមទិសចរាចរណ៍និងមិនឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវឬមួយក៏អ្នកដែលចតនៅក្នុងចំណតរថយន្តហើយយើងទាញ5កាយណាចាចម្លើយទី2យើងចតនៅកន្លែងណាដែលស្រឡះចាចម្លើយទី3ចតនៅកន្លែងណាក៏បានអញ្ចឹងបងប្អូនស្ដាប់ហើយយល់ថាចម្លើយមួយណាជាចម្លើយត្រឹមត្រូវដែរសូមជួយ comment នៅខាងក្រោមផងណាចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី1ចាយើងត្រូវចតខាងស្ដាំដៃតាមទិសចរាចរណ៍ហើយមិនឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវឬមួយក៏អ្នកដែលចតនៅចំណតរថយន្តហើយទាញហ្វ្រាំងដៃ